ជំរាបសួរបងប្អូនម្ចាស់ចំការកាហ្វេបងប្អូនអ្នកដាំកាហ្វេទាំងអស់គ្នាបាទខ្ញុំឈ្មោះធីនាងតំណាងឲ្យក្រុមហ៊ុនអង្គរ Green ថ្ងៃនេះគឺយើងមកមើលលទ្ធផលដែលបន្ទាប់ពីយើងបានរៀបចំការសហការគ្នាជាចំការគំរូនេះគឺយើងមានគោលបំណងចង់ចែករំលែកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងបច្ចេកទេសក្នុងផលិតកម្មដំណាំកាហ្វេដើម្បីធ្វើយ៉ាងម៉េចឲ្យបងប្អូនម្ចាស់ចំការមានចំណេះដឹងក៏ដូចជាមានសមត្ថភាពក្នុងការដាំដុះក៏ដូចជាផលិតកាហ្វេការពិសោធន៍របស់យើងគឺទៅលើពូជកាហ្វេនេះគឺពូជ Arabica បាទពូជកាហ្វេ Arabica គឺយើងប្រើដំណាក់កាលនីមួយៗមករួចគឺយើងការធ្វើក្រោយការបេះផ្លែហើយការក្រោយបេះផ្លែហើយគឺយើងបានប្រភេទថ្នាំមានដូចជាពពុះថ្នាំជំងឺយើងប្រើពពុះសារធាតុ Copper ការ Sugar Machine ជាមួយនឹង Chlorpyrifos ជាមួយនឹង Imidacloprid បាទទៅលើពូជកាហ្វេនេះយើងជើងទី1ដើម្បីយើងលាងសម្អាតពពុះកាក់ផ្សិតទាំងឡាយហើយនិងពពុះសត្វដង្កូវបាទកាហ្វេក៏មានដង្កូវចោះដើមដែរអញ្ចឹងក្រោយការសម្អាតហើយគឺយើងចាប់ផ្ដើមការបាញ់ប្រភេទជីបំពន់គឺមានចំនួន3មុខគឺមានពពុះ Genbor Gensing ជាមួយនឹង Procrop Golden យើងបាញ់ហើយគឺយើងតាមដានរយៈពេលបាន7ថ្ងៃក្រោយគឺការដាក់ជីគ្រាប់ទៅលើដីគឺយើងមានពពុះ Winner ជាមួយនឹងពពុះ Nitraber គឺយើងឃើញថាកញ្ចុំវាដើរស្មើគ្នាស្រស់ស្អាតល្អគឺអត់មានតូចធំទេយើងធ្វើការពិសោធន៍នេះគឺបញ្ជាក់ទី1គឺពីគុណភាពរបស់ក្រុមហ៊ុនជីថ្នាំទី2គឺយើងធ្វើពីគុណភាពរបស់គ្រាប់កាហ្វេឲ្យមានគុណភាពល្អនៅស្តង់ដារនៅក្នុងប្រទេសកម្ពុជារបស់យើងជាធម្មតាដំណាំដែលខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើមកពេលដែលផ្កានេះចាប់ដើមរោយចេញពេលដែលវារោយធូរអញ្ចឹងវាគេហៅថាអត់ក្តាំងអត់ស្អិតនៅហ្នឹងណាអញ្ចឹងបានន័យថាដំណើរការក្បាលរោយហ្នឹងគឺវិវត្តទៅល្អហើយបើសិនជាការហ្នឹងវាក្រៀមហើយស្អិតអាហ្នឹងដំណើរការវាអត់ល្អហើយធ្លាប់នៅតំបន់ខាងលើពេលខ្លះវាក្រៀមហើយស្អិតដូចច្បុកពេញពីងអញ្ចឹងបាទអាហ្នឹងផ្លែមកគឺមានបញ្ហាគេហៅថាពពុះទ្រីបបញ្ជក់ធ្វើឲ្យការហ្នឹងក្រៀមហើយស្អិតនៅហ្នឹងឃើញល្បេះមកល្អអញ្ចឹងអត់អីទេអូខេហើយដឹងថាសង្ឃឹមច្រើននិយាយទៅពេលឃើញអញ្ចឹងតែយើងនៅតាមដានវាបន្តទៀតថាតើពេលដែលក្តាប់នឹងផ្លែហ្នឹងយើងទទួលបានមិនហើយយើងត្រូវអនុវត្តមកទៀតបន្តវគ្គមុនយើងអត់បានទៀងទាត់ដិតដល់អញ្ចឹងទេបាទតែទៅលើកហ្នឹងយើងប្រើថ្នាំរបស់ខាង Green ទៅឃើញការលឿនហើយក្បាលរួយក៏ចេញមកច្បាស់ខ្ញុំឃើញចំណុចល្អឃើញការស្រស់គ្នាបាទការស្រស់ហើយការវែងល្អភាពខុសគ្នាពីឆ្នាំទៅមកឆ្នាំនេះយើងចាប់ដៃគូជាមួយនឹង Green យើងធ្វើការមួយគ្នាទាំងបច្ចេកទេសទាំងការថែទាំអីគឺយើងធ្វើការមួយលោកគ្រូរហូតតោះនេះចប់ប្រមូលផលបាទយើងចាប់ផ្ដើមដាំថ្ងៃទី25ខែ12ឆ្នាំ2025មកម្លេះបាទហើយឥឡូវនេះគឺកាហ្វេចាប់ផ្ដើមចេញផ្កាហើយស្រស់គ្នាតែម្ដងពិសេសនៅពេលដែលបាត់ផ្នែកផ្កាគឺបន្លកនៃកំពង់ផ្កាចេញល្អឥឡូវនេះគឺផ្កានេះបានកំពុងតែរីកហើយកំពុងតែដំណើរការនៃការបង្កាត់កេសរហើយតិចទៀតនឹងឃើញលោតនៅក្បាលរុយហើយស្វាគមន៍បងប្អូនទាំងអស់គ្នាអញ្ជើញមកទស្សនកិច្ចសិក្សានេះឲ្យស្វែងយល់ទាំងអស់គ្នាដើម្បីបង្កើននៅផលិតភាពនៃការដាំកាហ្វេនៅកម្ពុជារបស់យើងបាទសូមអរគុណ